ពិតខ្ញុំរៀនខាងគ្រប់គ្រងធនធានមនុស្សគ្រប់គ្រងពាណិជ្ជកម្មនិងរដ្ឋបាលសាធារណៈប៉ុន្តែមានហេតុផលចម្បងចំនួន3ដែលជំរុញឲ្យខ្ញុំសរសេរសៀវភៅនេះហេតុផលទី1នៅលើវិថីអភិបាលកិច្ចមូលដ្ឋានក្នុងមុខតំណែងជាអភិបាលរងខេត្តកំពង់ចាមខ្ញុំបានជួបជាមួយប្រជាពលរដ្ឋជាញឹកញាប់ហើយខ្ញុំមើលឃើញថាគ្រួសារខ្មែរភាគច្រើនរៀនសូត្របានច្រើនគួរសមប៉ុន្តែនៅតែខ្វះការអប់រំពោលគឺពួកគាត់ស្ទើរតែគ្មានសៀវភៅអានមួយក្បាលសោះនៅក្នុងផ្ទះខ្ញុំមើលឃើញថាប្រជាពលរដ្ឋជាច្រើនខំចំណាយលុយធ្វើបុណ្យកសាងរបងវត្តនិងព្រះវិហារទិញសៀវភៅប្រត្រៃពិតាក់ដាក់ក្នុងហោត្រៃនៅតាមវត្តអារាមជាដើមក្នុងន័យនេះខ្ញុំគិតថាបើពួកគាត់ញែកបច្ច័យបុណ្យមួយចំណែកដើម្បីទិញសៀវភៅអាននិងរៀបចំបណ្ណាល័យដាក់ក្នុងផ្ទះរៀងៗខ្លួនវានឹងធ្វើឲ្យពួកគាត់និងកូនចៅទទួលបាននូវចំណេះដឹងដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំនិងផលបុណ្យដ៏ប្រសើរនាំទៅរកសុភមង្គលដ៏ត្រចះត្រចង់នៅក្នុងគ្រួសារខ្ញុំមើលឃើញថាកត្តាសំខាន់និងចាំបាច់មួយក្នុងចំណោមកត្តានានាដែលអាចជួយប្រជាពលរដ្ឋឲ្យមានជីវភាពល្អគឺបណ្ដុះផ្នត់គំនិតវិជ្ជមានដល់ប្រជាពលរដ្ឋឲ្យយល់ច្បាស់និងបដូរផ្ដាច់បង្កើតពង្រឹងនិងពង្រីកក្តីស្រឡាញ់ភាពស្មោះត្រង់សេចក្តីព្យាយាមការតស៊ូអត់ធ្មត់និងគុណធម៌មកដាក់ក្នុងផ្ទះដើម្បីឈានទៅបង្កើតសុភមង្គលគ្រួសារដើម្បីសម្រេចគោលបំណងដ៏ពិសិដ្ឋនេះវាទាមទារនៃការសិក្សាអប់រំនិងការរៀនសូត្រជាចាំបាច់នៅកន្លែងណាក៏អាចរៀនបានដែរហើយជួបនរណារៀនសូត្រពីអ្នកនោះពោលគឺជួបមនុស្សរៀនពីមនុស្សជួបខ្មោចរៀនពីខ្មោចហេតុផលទី2មិនដឹងថាមិត្តអ្នកអានដែលបានរៀបការរួចគិតដូចខ្ញុំដែរឬទេថាកាលពីមុនរៀបការខ្ញុំស្ទើរតែមិនដឹងនិងមិនយល់សោះថាតើខ្លួននឹងត្រូវធ្វើអ្វីខ្លះនៅពេលក្លាយជាប្តីនិងជាឪពុកក្នុងកិច្ចការរៀបចំនិងអភិវឌ្ឍគ្រួសារឲ្យមានសុភមង្គលក្រោយពេលរៀបការដូច្នេះខ្ញុំគិតថាការយល់ដឹងអំពីភាពជាឪពុកភាពជាប្តីភាពជាប្រពន្ធនិងភាពជាម្ដាយគឺជាប្រការមួយដ៏សំខាន់ដែលអនុញ្ញាតឲ្យយើងអាចត្រៀមខ្លួនបានល្អរួចរាល់មុនពេលចូលប្រឡូកក្នុងសមរភូមិគ្រួសារខ្ញុំដឹងច្បាស់ថាគ្រប់គ្នាសុទ្ធតែចង់បានគ្រួសារមានសុភមង្គលតែមិនមែនគ្រប់គ្នាសុទ្ធតែដឹងពីរបៀបបង្កើតវានោះទេអ្នកខ្លះទៀតបើទោះជាដឹងអំពីរបៀបធ្វើក៏ពួកគេមិនធ្វើតាមរបៀបដែលខ្លួនដឹងដែរឬសម្បូរអ្នកចេះដឹងតែមិនសម្បូរអ្នកប្រតិបត្តិតាមចំណេះដឹងការសម្រេចបានសុភមង្គលគ្រួសារមិនមែនប្រើពេលតែមួយថ្ងៃឬមួយខែហើយក៏មិនអាចអានសៀវភៅតែមួយក្បាលដើម្បីយល់ដឹងពីរឿងរ៉ាវទាំងអស់នោះបានដែរប៉ុន្តែសៀវភៅនេះនឹងផ្ដល់ជាគតិនិងពន្លឺបន្ថែមថាតើត្រូវចាប់ផ្ដើមពីពេលណាធ្វើអ្វីខ្លះនិងត្រូវធ្វើដូចម្ដេចមិនថាសៀវភៅនេះឬសៀវភៅផ្សេងមួយណាក៏មិនល្អដែរបើអ្នកមិនអានដោយការយកចិត្តទុកដាក់សៀវភៅល្អផ្ដល់គំនិតសៀវភៅអស្ចារ្យផ្ដល់គតិបណ្ឌិតវាជាសៀវភៅដែលធ្វើឲ្យជីវិតអ្នកផ្លាស់ប្ដូរនិងជំរុញទឹកចិត្តអ្នកឲ្យហ៊ានចាប់ផ្ដើមធ្វើអ្វីដែលថ្មីដើម្បីទទួលបានអ្វីដែលអ្នកមិនដែលមាននិងប្រាថ្នាចង់បានសុភមង្គលបានមកដោយការរៀបចំបង្កើតឡើងមិនមែនបានមកដោយសារការបន់ស្រន់នោះទេទោះជាបន់ស្រន់សុំសេចក្តីសុខសុភមង្គលពីព្រះពុទ្ធក៏គ្មានបានការអ្វីដែរព្រះពុទ្ធប្រាប់ពីហេតុនៃសេចក្តីសុខគឺអំពើល្អអំពើបុណ្យកុសលបើចង់បានសុខត្រូវខិតខំសាងល្អការគោរពថ្វាយបង្គំព្រះពុទ្ធជាម្ចាស់ក៏ជាបុណ្យកុសលដែរគឺបុណ្យបូជាចំពោះបុគ្គលដែលគួរបូជាហើយបុណ្យនោះនាំមកនៃសេចក្តីសុខតែព្រះពុទ្ធមិនអាចប្រគល់ក្តីសុខដល់អ្នកដោយអ្នកមិនបានខិតខំសាងហេតុនោះឡើយត្រឹមតែនិយាយពីការបង្កើតសុភមង្គលគឺមិនគ្រប់គ្រាន់ទេអ្នកត្រូវធ្វើដើម្បីទទួលបានលទ្ធផលផ្ទះធំវាសំខាន់ហើយប៉ុន្តែបើផ្ទះនោះគ្មានក្តីស្រឡាញ់ទេទោះផ្ទះធំប៉ុណ្ណាក៏គ្រួសារនោះមិនមានន័យអ្វីដែររកសុខមិនឃើញទេផ្ទុយទៅវិញឲ្យតែមានក្តីស្រឡាញ់ផ្ទះតូចប៉ុណ្ណាក៏គ្រួសារមានសុភមង្គលដែរស្រដៀងគ្នានេះដែរផ្ទះធំទូលាយប៉ុណ្ណាបើមិនចេះរៀបចំទេវានឹងប្រែទៅជាតូចចង្អើតផ្ទុយទៅវិញបើចេះរៀបចំវានឹងប្រែទៅជាធំទូលាយទោះបីផ្ទះនោះតូចប៉ុណ្ណាក៏ដោយដូច្នេះគ្រប់គ្នាត្រូវចេះរៀបចំគ្រួសារឲ្យសមតាមក្តីប្រាថ្នារបស់ខ្លួនបើមិនចេះរៀបចំទេទោះមានអ្វីគ្រប់យ៉ាងក៏ញាក់នៅតែខ្វះអ្វីមួយយ៉ាងដែរហេតុផលទាំងពីរខាងលើជំរុញឲ្យខ្ញុំបង្កើតហេតុផលទី3ខ្ញុំចង់បង្កើតផែនទីបង្ហាញផ្លូវមួយតាមបែបវិទ្យាសាស្ត្រស្ដីពីការរៀបចំគ្រួសារឲ្យមានសុភមង្គលបន្ថែមពីលើគោលការណ៍និងច្បាប់គតិលោកនានាដែលមានស្រាប់សម្រាប់ជនប្រុសស្រីសម្រាប់ពិចារណានិងប្រតិបត្តិក្នុងជីវិត
សម្រាប់ខ្ញុំសិភ័យនេះគួរតែមាននៅគ្រប់ខ្នងផ្ទះដើម្បីឲ្យសមាជិកម្នាក់ៗនៃគ្រួសារទាំងអស់បានអានសិក្សាស្វែងយល់និងត្រៀមរៀបចំផែនការអនាគតគ្រួសារមួយដ៏មានសុភមង្គលព្រមទាំងលើកតម្កើងសុភមង្គលគ្រួសារនីមួយៗមានសុភមង្គលនាំឲ្យសង្គមជាតិទាំងមូលមានសុភមង្គលសៀវភៅនេះនឹងដើរតួនាទីជាគម្ពីរសុភមង្គលគ្រួសារដែលចូលរួមចំណែកដ៏សំខាន់ជួយផ្ដល់និងលើកតម្កើងចំណេះដឹងគំនិតនិងបទពិសោធន៍ព្រមទាំងស្មារតីបន្ថែមដល់គ្រួសារខ្មែរសម្រាប់កសាងនិងតម្កើងសុភមង្គលគ្រួសាររបស់ខ្លួនទាំងសម្រាប់បច្ចុប្បន្ននិងអនាគត